សួស្តីបងប្អូនទាំងអស់គ្នានេះគឺជានំត្រឡាចដែលជានំរបស់ខ្មែរយើងមួយប្រភេទនំមួយប្រភេទនេះគេធ្វើឡើងចេញពីម្សៅអង្ករខ្សាយលាយជាមួយនឹងត្រឡាចក៏ដូចជាល្ពៅពោះសាច់នំនេះគឺមានសភាពទន់ផ្អែមល្មុតឆ្ងាញ់ហើយថែមទាំងមានក្លិនឈ្ងុយដែលក្លិនឈ្ងុយនេះគឺយើងបានមកពីសាច់ដូងខ្ចីជាមួយនឹងខ្ទិះដូងដែលយើងបានផ្សំជាមួយប្រាប់វិធីធ្វើនំត្រឡាចនេះដំបូងឡើយគឺខ្ញុំមានត្រឡាចទុំមួយផ្លែដែលទម្ងន់របស់វាប្រហែលជា1គីឡូហើយខ្ញុំយកវាមកលាងសម្អាតជូតឲ្យបានស្អាតហើយបន្ទាប់មកខ្ញុំពុះវាជា2រួចកោសយកគ្រាប់វាចេញឲ្យបានអស់បន្ទាប់ពីខ្ញុំកោសគ្រាប់ត្រឡាចចេញអស់ហើយគឺខ្ញុំចាប់ផ្ដើមយកខ្នោសកោសដូងនឹងយកមកកោសយកសាច់ត្រឡាចនឹងម្ដងក្នុងការកោសយកសាច់ត្រឡាចគឺបងប្អូនអាចប្រើស្លាបព្រាខ្លីក៏បានឬមួយក៏ខ្នោសកោសដូងដូចខ្ញុំអញ្ចឹងក៏បានដែរពោះខ្នោសកោសដូងគឺវាមានភាពងាយស្រួលជាងស្លាបព្រាខ្លីណាបងប្អូនសម្រាប់សាច់ត្រឡាចបងប្អូនត្រូវតែកោសឲ្យបានស្ដើងបំផុតឬមួយក៏សរសៃតូចៗដូចយើងកោសល្ហុងអញ្ចឹងណាបងប្អូនកាលណាដែលយើងកោសបានតូចស្ដើងគឺយើងងាយស្រួលក្នុងការពូតយកទឹកវាចេញនៅពេលដែលយើងកោសត្រឡាចរួចហើយគឺយើងត្រូវច្បាច់ពូតយកទឹកវាចេញសិនណាបងប្អូនយើងចាប់ពូតវាម្ដងបន្តិចទៅកុំឲ្យសូវចុកដៃណាបងប្អូនហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមចាក់ទឹកចូលដើម្បីលាងជម្រះវាឲ្យវាជ្រះក្លិនបានល្អហើយចំពោះត្រឡាចទុំគឺវាមានធុំក្លិនខ្ពុលខ្លាំងហើយយើងត្រូវការលាងច្បាច់ពូតយកទឹកចេញពីបិសាទៅណាបងប្អូនដើម្បីឲ្យវាបាត់ក្លិនខ្ពុលបើកាលណាត្រឡាចរបស់យើងលែងមានក្លិនធុំខ្ពុលហើយគឺយើងអាចយកទៅលាយជាមួយនឹងម្សៅបានហើយចំពោះម្សៅគឺខ្ញុំប្រើម្សៅអង្ករខ្សាយចំនួន4ខាំណាបងប្អូនបន្ទាប់មកខ្ញុំដាក់ជាមួយនឹងខ្ទិះដូងចំនួនកន្លះលីត្រឬក៏ស្មើ500 ml ណាបងប្អូនក៏ដូចជាទឹកជានឹងចំនួន330 ml ដែរណាបងប្អូនដោយសារតែខ្ញុំអត់បានថតភ្លេចថតអញ្ចឹងទៅក៏អត់បានបង្ហាញក្រោយពីខ្ញុំកូរម្សៅបានคล้ายជាល្បាយតែមួយហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងស្ករសចំនួនកន្លះគីឡូបន្ទាប់មកគឺខ្ញុំកូរស្ករនឹងម្ដងទៀតឲ្យវារលាយអស់សិនណាបងប្អូនបន្ទាប់ពីខ្ញុំកូរស្ករបានរលាយហើយគឺខ្ញុំដាក់សាច់ត្រឡាចចូលចំនួន5ខាំនិងល្ពៅចំនួន2ខាំក៏ដូចជាសាច់ដូងខ្ចីនឹងចំនួន3ខាំសម្រាប់សាច់ត្រឡាចនឹងនៅពេលដែលយើងកោសពូតទឹកពូតអីបានស្ងួតអស់ហើយគឺនៅសល់5ខាំពីឯចំណែកល្ពៅគឺខ្ញុំដាក់តែ2ខាំទេដោយសារដើម្បីឲ្យវាមានពណ៌ស្អាតណាបងប្អូនសម្រាប់ល្ពៅបើសិនជាបងប្អូនមិនចង់ដាក់ក៏បានដែរគ្រាន់តែថាមើលទៅនំរបស់យើងវាអត់សូវទំនងគួរឲ្យចង់ញ៉ាំណាចានេះគឺជាល្បាយម្សៅដែលខ្ញុំបានលាយហើយគឺវាមានសភាពខាប់ប៉ុណ្ណឹងណាបងប្អូនយើងលាយកុំឲ្យវារាវពេកឬមួយក៏ខាប់ពេកបើសិនជារាវពេកទៅយើងពិបាកក្នុងការខ្ចប់ហើយបើសិនជាខាប់ពេកទៅនៅពេលដែលនំឆ្អិនគឺម្សៅវារីកទៅវារឹងណាបងប្អូនយើងលាយដាក់ទៅមកល្មមនៅពេលដែលនំឆ្អិនម្សៅរីកទៅវាមកល្មមឆ្ងាញ់នៅពេលដែលខ្ញុំលាយម្សៅលាយអីរួចអស់ហើយគឺខ្ញុំចាប់ផ្ដើមយកម្សៅនឹងយកមកខ្ចប់ជាមួយនឹងស្លឹកចេកអញ្ចឹងណាបងប្អូនចាចំពោះនំត្រឡាចគឺយើងខ្ចប់បែបនេះទៅវាមើលទៅគឺស្អាតហើយវាទំនងណាបងប្អូនមើលទៅគឺទាក់ទាញភ្នែកហើយគួរឲ្យចង់ញ៉ាំទៀតផងជាពិសេសបើសិនជាបងប្អូនជាអ្នកលក់នំខ្មែរគឺយើងខ្ចប់បែបនេះទៅគឺវាមើលទៅទាក់ទាញភ្នែកធ្វើឲ្យអ្នកទិញគឺគាត់ចង់ទិញគាត់ចង់ញ៉ាំអញ្ចឹងណាបងប្អូនហើយសម្រាប់នៅភូមិខ្ញុំគឺគេតែងតែខ្ចប់នំត្រឡាចបែបនេះនៅពេលដែលខ្ញុំរៀបនំរៀបអីដាក់នៅលើសឹងចំហុយរួចហើយគឺខ្ញុំចាប់ផ្ដើមយកមកដាក់ចំហុយរយៈពេល1ម៉ោងហើយខ្ញុំបើកភ្លើងតិចល្មមក្នុងការចំហុយចាយើងធ្វើបែបនេះទៅនំរបស់យើងគឺរក្សាភាពឆ្ងាញ់បានល្អពីឯក្លិននំវិញក៏នៅតែឈ្ងុយល្អដដែលណាបងប្អូនឥឡូវនេះនំត្រឡាចរបស់ខ្ញុំគឺបានឆ្អិនហើយខ្ញុំចាប់ផ្ដើមបកស្លឹកចេកចេញដើម្បីទទួលទានប៉ុន្តែចាប់ផ្ដើមបកស្លឹកចេកចេញភ្លាមនិយាយពីថាក្លិនឡើងឈ្ងុយហើយមើលទៅគឺគួរឲ្យចង់ញ៉ាំមែនទែនសាច់នំគឺឡើងល្មួតផ្អែមឆ្ងាញ់ហ្មងណាបងប្អូនជាចុងក្រោយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំប្រសិនបើបងប្អូនមានសំណួរឬយោបល់កុំភ្លេចខមមិននៅក្រោមវីដេអូម្នាក់មួយផងអរគុណច្រើននិងសូមជម្រាបលាបាយបាយ